chân châu sọc coi người ta chân vô đây ấy nó nia ọc chân chẳng đây còn té cho khai chân nó sắp tới chân phần riêng phía xa kế đầm bấy một thư cá không có tên luôn ai vậy cực mơ vậy phần nó bỏ hóp đừng mình là bỏ riêng khăn khơi xong với nhưng mà ra nhưng cha khơi mình đại chỉ chung chuyện khmai nè còn té lên mà sao chạy tròn khía chỉ vì sao khmai thôi để tôi dáng so sánh hiện nào đã so sánh rồi lống chia rồi lia tiện đang gộp ai chẳng đá mẹ là tụ được một phía xã hội chuẩn bị nhiều cái này chắc sau chuột cả cả mà sẽ cả rồi cùng phụ được chụp bay để trai rồi một phút để đặt nạ phong đặt nạ cái sang đặt nạ đôi sẽ đầy drop sẽ đầy chặt là có cái lấy sắp sắp cả sau cả mà sẽ cả rồi cùng rồi chặt thì để làm liên thi của ông để nó biến tới tầng lon từ 2566 ព្រះវស្សាខែបាន12ខែបាន11ខែថ្ងៃបានទៅ10ថ្ងៃជាងទៀតហើយវានៅសល់តែបន្តិចទៀតគឺកន្លងចូលពុទ្ធសករាជថ្មីចេះតែរំកិលទៅនៃឆ្នាំយូរឆាប់ទៀតទេគឺអត់ទឹកសាសនាដោយសារតែព្រះនាមទាព្រះអង្គកំណត់ទុកតាំងទុកនៅពុទ្ធសាសនាហ្នឹងជាតាំងធរមានទៅតែប្រហែលពី5000ព្រះវស្សាទេផុតពី5000ព្រះវស្សាហ្នឹងទៅក៏ពុទ្ធសាសនាបាត់បង់ទៅពិភពផែនដីពុទ្ធសាសនាតាំងនៅបានអាស្រ័យលើធម៌វិន័យលោកកណ្ដាធម៌វិន័យនៅព្រះវិកុសង្ឃលោកប្រព្រឹត្តយកនៅមិត្តសោព្រហ្មចារីបានទៅប្រកាន់ភ្ជាប់ដោយកល្យាណមិត្តនៃការបដិបត្តិគ្នារវាងភិក្ខុនិងភិក្ខុរវាងសាមណេរនិងសាមណេររវាងសាមណេរនិងភិក្ខុរាប់រកគ្នាដោយមិត្តសោព្រហ្មចារីកោតក្រែងគ្នាដោយលំដាប់វស្សាកាន់យកនៅធម៌វិន័យជាបឋមប្រធានទៅសាសនាហ្នឹងក៏តាំងនៅអញ្ចឹងទៅមិនសាសនានេះមិនមែនវិន័យអន្តរធានទៅដោយបច្ឆាមិត្តពីសាសនាដទៃពីសំណាក់សាសនាដទៃចូលមកបំផ្លាញហើយវិន័យបាត់បង់សាបសូន្យទៅទេប៉ុន្តែសាសនានេះវិន័យទៅអាស្រ័យបរិស័ទក្នុងសាសនាលែងគោរពលែងកោតក្រែងគ្នាវិខោនៃសាមណេរខោនិងសាមណេរមិនគោរពកោតក្រែងគ្នាវិខោលែងគោរពកោតក្រែងគ្នាដោយលំដាប់ភាសានេះជាហេតុដែលធ្វើឲ្យសាសនាវិន័យទៅយ៉ាងណាសង្គមជាតិឬក៏ប្រទេសជាតិក៏អាស្រ័យនឹងហេតុយ៉ាងហ្នឹងដែរប្រទេសជាតិមួយដោយវិន័យបាត់បង់ទៅហ្នឹងមិនមែនអាស្រ័យលើបច្ឆាមិត្តដទៃអីពេកទេបច្ឆាមិត្តក៏ជាចំណែកមួយចូលមករົບគួនបំផ្លិចបំផ្លាញមកពិតមែនហើយប៉ុន្តែការបាត់បង់ការសាបសូន្យការរលាយទៅនៃពូជសាសន៍មួយនោះគឺនៅលើប្រជាជាតិហ្នឹងបែកបាក់គ្នាកាលណាប្រជាជាតិនោះបែកបាក់គ្នាប្រជាជាតិនោះក៏រមែងវិនិច្ឆ័យសាបសូន្យទៅដូចគ្នាតែយើងសពថ្ងៃវាមិនតាន់បែកបាក់គ្នាអីទេប៉ុន្តែវាស្ថិតនៅក្នុងចង្កោមតែសង្ស័យគ្នាមិនគោរពកោតក្រែងគ្នារវាងខ្មែរនិងខ្មែរអីទៀតហើយឬខ្មែរមិនស្គាល់នៅវត្ថុតាមជាអត្តសញ្ញាណខ្លួននេះទៀត
ដោយតួយ៉ាងអសរសាស្ត្រវិទ្យាគេថាអសរសាស្ត្ររលំជាតិរលាយពាក្យហ្នឹងក៏ប្រើអញ្ចឹងដែរព្រោះថាប្រទេសមួយមានភាសាកំណើតមានអក្សរកំណើតដែលបង្ហាញពីអត្តសញ្ញាណពីដួងព្រលឹងរបស់ខ្លួនប៉ុន្តែយើងសពថ្ងៃរៀងវីវទាំងមិនដឹងខ្លួនវីវដូចមិនដេចទៅកាលសម័យអាណានិគមដែលបារាំងកាន់កាប់ត្រួតត្រាយើងហ្នឹងគឺខំក្នុងការកែប្រែនៅអក្សរសាស្ត្រដើម្បីឲ្យខ្មែរយើងត្រឡប់ទៅប្រើជាភាសាផ្សេងអីទៀតឬអក្សរសាស្ត្រផ្សេងជាសំនៀងខ្មែរទៀតហើយប្រសងក្នុងសម័យកាលនោះបណ្ឌិតអ្នកប្រាជ្ញស្លាប់ក៏ច្រើនជាប់គុកក៏ច្រើនរហូតដល់មានសង្គ្រាមឆាប់អីជាដើមហ្នឹងគឺថាតស៊ូក្នុងរឿងរក្សាឲ្យបាននៅអក្សរសាស្ត្រអីហ្នឹងជាប៉ុន្តែដល់តែយើងសពថ្ងៃក៏អត់មានអ្នកណាមកគម្រាមកំហែងប្រកបវិជ្ជាឲ្យបដូរភាសាអីទេវាចេះតែចង់បដូរតែខ្លួនឯងអញ្ចឹងទៅណាយើងគិតមើលដូចថាសពថ្ងៃចេះភាសាគេនោះវាចង់ច្បាស់ជាងភាសាខ្លួនអីចឹងទៅសោខ្មែរសរសេរតន់ដឹងជ្រុងដឹងបន្ទាត់អីទៅអក្ខរាវិរុទ្ធដឹងត្រូវដឹងខុសទៅបន្នំគ្នាប្រឹងសវ៉ាទៅទិញភាសាដតីទៅគិតទៅអផកដែរសម័យកាលមុននោះខ្មែរបែកបាក់គ្នាកាលសង្គ្រាមរាំងជលអីចឹងទៅណាវាអផកមួយរឿងទៅហើយទៅដល់សម័យសពថ្ងៃនេះមិនតាន់ឈប់អផកទេទៅជាមានគំនិតប្រឹងរៀនភាសាគេដើម្បីមកធ្វើការក្នុងប្រទេសខ្លួនឯងទៀតគិតមើលវាត្រង់ហ្នឹងវាផកឬមិនផកប្រឹងរៀនភាសាគេដើម្បីមកធ្វើការក្នុងប្រទេសខ្លួនឯងហើយចិនមកអញ្ចឹងទៅខំនាំគ្នារៀនចិនទៅអង់គ្លេសមកទៅនាំគ្នាប្រឹងរៀនអង់គ្លេសទៅគឺមិនមែនថាមិនឲ្យរៀនទេគ្រាន់តែថាទន្ទឹមនឹងចេះរបស់គេនោះវាត្រូវតែចេះរបស់ខ្លួនឯងនោះឲ្យច្បាស់ជាមុនសិនថ្ងៃនេះខ្ញុំមកបកស្រាយពីជំងឺនឹងការដំបងវាមិនដឹងទេគាត់ផលលំខានច្អល់ពោះតាំងពោះបាត់ជើងតិចបាត់ជើងមកអស់តែយើងធ្វើជ្រាច្អល់ដោឡើងលើទៅភើទៅចង្អោអញ្ចឹងនិយាយរួមមកទូខ្លួនគឺប្រែប្រួលរហូតដល់បាត់ជើងមិនអស់នឹងធ្វើច្អល់ពោះតាំងពោះនឹងរួយកស្វាំងភ្នែកនឹងថាប់ដង្ហើមនឹងសម្រាប់អត់លក់ទេដល់ពេលអញ្ចឹងធ្វើឈាមរត់អត់ស្រួលវារួយកស្វាំងភ្នែកជាតិអាហារជាតិអីហូបតាំងម៉ានហ្នឹងទៅបែរជានៅស្ទះនឹងពវៀនធំហ្នឹងវាធ្វើបាបកាពះហ្នឹងឲ្យកាពះយើងច្អល់ជ្រាលជាតិខ្យល់ជាតិអាហារនៅយូរពេលធ្វើយើងភើសម្រានក៏មិនគ្រប់គ្រាន់ច្អល់ពោះតាំងពោះអាសេសអស់កលាំងរួយដៃរួយជើងអាងឹតមុខស្វាំងភ្នែកធ្វើយើងស្លុបមិនស្រស់ស្រាយអារម្មណ៍មិនភ្លឺថ្លាដូចគេទេស្បែកស្អាប់ស្បែកស្ងួតស្បែកយើងមិនល្អដូចគេទេស្បែកវាគឺថាវាមិនស្អាប់វាអាប់សវល់ហើយអញ្ចឹងធ្វើយើងរួយសក់ស្វាំងភ្នែកឈឺក្បាលជាប្រចាំទៅស្លុបទៅពិបាកក្នុងខ្លួនជាប្រចាំអ្នកខ្លះអាសាកុសខ្យល់កុសអីអញ្ចឹងហើយកើតជំងឺនឹងអង្គុយយូរក៏ពិបាកអ្នកធ្វើដំណើរទៅណាឆ្ងាយចិត្តអីក៏ពិបាកដែរហើយសំខាន់ណាស់សុខភាពបងប្អូនបើសុខភាពល្អទៅយើងទៅណាមានអារម្មណ៍ស្រស់ស្រាយចង់ដើរលេងភោជនីយដ្ឋានណាធំមានផ្កាមានសួនមានអីនឹងស្រឡះមុខមាត់សុបាយចិត្តមានអារម្មណ៍ថាស្រស់ស្រាយចង់ថតចង់អីទៅមើលទៅវាព្រមតាំងពីសុខភាពតាំងពីកន្លែងដើរលេងនឹងវាស្រស់ស្រាយបងនិយាយរួមតែសុខភាពល្អគឺពិតជាកំណប់មួយសំខាន់សម្រាប់មនុស្សជាតិគ្រប់គ្នាបើយើងមានសុខភាពមិនល្អហើយទៅណាក៏មិនអារម្មណ៍ស្រស់ស្រាយដែរវាពិបាកក្នុងខ្លួនធ្វើយើងថប់ដង្ហើមថប់អីសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងអស់កម្លាំង
ហើយបងប្អូនកើតជំងឺនឹងត្រូវការប្រយ័ត្នហូបប្រយ័ត្នបើហូបមិនប្រយ័ត្នក៏ហូបថ្នាំខ្ញុំអត់ត្រូវដែរអត់ជាទេហើយតមផងមិនលឿនមានកដាស់តមមានរបៀបប្រើហើយព្រីសេវាដឹងជូនគ្រប់ខេត្តក្រុងទាំងអស់ថ្នាំកាពះនេះគឺតាមតាហូបជាប្រចាំហើយរដូងបាតវាមានពីរប្រភេទណាបើសិនណាអ្នកដែលកាពះមិនសូវចង្អោព្រលឹមឡើងមិនសូវក្អួតចង្អោបាត់ជើងអត់មានអំអិលអីទេគឺហូបតាមរដូងបាតដែរប៉ុន្តែជាស្រាមួយថ្ងៃពីរពេញអាកោក្រោយបាយមួយព្រឹកមួយល្ងាចចំណែកថ្នាំកាពះដាំទឹកហូបជាប្រចាំហូបទឹកឲ្យបាន2លីត្រកន្លះទៅ3លីត្រទៅអត់មានល្វីងចត់ទេឈ្ងុយថ្នាំហ្នឹងឆ្ងាញ់ណាស់មានអនាម័យល្អណាស់ហើយស្រួយកាច់ឡើងស្រួយឈ្ងុយអត់មានជាតិចាត់ជាតិល្វីងអត់មានក្រហមធ្មេញអត់មានធ្វើឲ្យយើងពិបាកលេបអីទេអត់មានល្វីងជូរចត់អីទេអត់មានទេគឺឈ្ងុយអត់មានធំបដោះធំផ្សិតអីទេហើយហូបថ្នាំខ្ញុំគឺត្រូវការមានសួរនាំអីរហូតចឹងខ្ញុំទទួលរហូតហូប3ថ្ងៃសួរហូប5ថ្ងៃសួរមកខ្ញុំទទួលតជាលេខ3ប្រព័ន្ធគឺទទួលរហូតហើយបងប្អូនមានជំងឺនឹងកុំទុកយូរទៅទុកយូរវាផលរំខានគឺយើងទៅណាធ្វើដំណើរទៅណាស្បែកវាមិនស្រស់ថ្លាទេលាបឡេអីក៏ត្រូវដែរសំខាន់បងប្អូនហូបថ្នាំ